បងប្អូនមានចាប់អារម្មណ៍អត់ថាឥឡូវប្លង់ផ្ទះសញ្ញាបត្រវិញ្ញាបនបត្រអីផ្សេងៗដែរជាទម្រង់ថ្មីសុទ្ធតែមាន QR code ស្តង់ដារនៅលើនឹងទាំងអស់អញ្ចឹងគឺយើងលែងពិបាកត្រូវទៅបញ្ជាក់ទៀតហើយតែបងប្អូនច្រឡំថា verify.gov.ke មានតែធំនៅលើសញ្ញាបត្រអត់មែនទេណាគឺមាននៅលើឯកសារផ្សេងជាច្រើនទៀតដូចជាអាជ្ញាប័ណ្ណវិញ្ញាបនបត្រលិខិតអនុញ្ញាតសញ្ញាបត្របានសម្គាល់ខ្លួននិងឯកសារផ្សេងៗទៀតដែលមានដាក់បញ្ចូល QR code ស្តង់ដារអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.ke គឺអាចយកទៅប្រើប្រាស់បានហើយដែលអត់ចាំបាច់ត្រូវបញ្ជាក់តាមកណ្ដាស់ម្ដងទៀតទេព្រោះថា verify.gov.ke គឺប្រើបញ្ជាក់កវិទ្យា blockchain ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនិងអភិវឌ្ឍដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគណៈកម្មាធិការរដ្ឋាភិបាល Digital ត្រូវបានប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារផ្ដល់ភាពងាយស្រួលក្នុងការប្រើនិងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារផ្ដល់ទំនុកចិត្តចំណេញពេលវេលានិងកាត់បន្ថយការចំណាយនានា verify.gov.ke គឺជាដំណោះស្រាយ Digital ក្នុងការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋគ្រប់រូបឧទាហរណ៍ដូចជាករណីសញ្ញាបត្រសិស្សគាត់អត់ចាំបាច់ត្រូវជិះម៉ូតូចុះឡើងដើម្បីបញ្ជាពួកគាត់មាន verify.gov.ke ហើយចំណែកប្រព័ន្ធចុះបញ្ជីដីធ្លីវិញគឺ QR code ស្តង់ដារនៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុគឺអាចអនុញ្ញាតឲ្យធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃព័ត៌មាននៅលើវិញ្ញាបនបត្រនោះនិងអាចមើលឃើញអំពីទីតាំងក្បាលដីនោះនៅលើថ្នាលកម្ពុជាមាតុភូមិខ្ញុំនិយាយទៅបច្ចេកវិទ្យានេះគឺធ្វើឲ្យការរស់នៅរបស់យើងកាន់តែមានភាពងាយស្រួលខ្លាំងមែនទែនមូលហេតុនេះហើយថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.ke គឺបានឈ្នះមេដាយមាសនៃពានរង្វាន់ Digital ASEAN ឆ្នាំ2024ដែលរៀបចំនៅប្រទេសសិង្ហបុរីក្រោមក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រី Digital ASEAN លើកទី4ហើយនៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ Digital ASEAN ឆ្នាំ2024ហ្នឹងគឺមានប្រទេសសមាជិកអាស៊ានទាំង10បានចូលរួមហើយបានសម្រិតសម្រាំងផលិតផល Digital សេវាកម្មហើយនឹងកម្មវិធីរហូតដល់125មកដាក់ពាក្យប្រកួតប្រជែងហើយជាលទ្ធផល verify.gov.ke គឺបានឈ្នះមេដាយមាសទៅលើផ្នែកដំណោះស្រាយ Digital ក្នុងការផ្ដល់សេវាសាធារណៈល្អបំផុតរបស់អាស៊ានឆ្នាំ2024តែជួរនេះមួយនឹងអត់ទាន់ចប់ទេថ្មីៗនេះអាដាមជាវ៉ាន់ដេរដ្ឋមន្ត្រីក្រសួងប្រៃសណីនិងទូរគមនាគមន៍និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាល Digital បានដឹកនាំគណៈប្រតិភូទៅចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការ Digital រូបនីយកម្មរដ្ឋាភិបាលនៅសាធារណរដ្ឋហ្វីលីពីនដែលរៀបចំឡើងដោយក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីនហើយក្នុងឱកាសនេះផងដែរប្រទេសកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការក្នុងការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov ជាមួយបណ្ដាប្រទេសមួយចំនួនដូចជាឡាវនិងទីម៉ូខាងកើតការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍកម្មវិធី eGov PX Super App របស់ហ្វីលីពីនជាមួយនឹងកម្មវិធី DG Super App របស់កម្ពុជាដែលក្រសួងប្រៃសណីនិងទូរគមនាគមន៍បានអភិវឌ្ឍអស់រយៈពេលជាង2ឆ្នាំរួចមកហើយនឹងគ្រោងដាក់ឲ្យដំណើរការនៅដើមឆ្នាំ2025ខាងមុខនេះនៅអ្វីដែលកាន់តែពិសេសទៀតហើយនឹងមានមោទនភាពខ្លាំងទៀតនោះគឺកម្ពុជានឹងជួយសាធារណរដ្ឋហ្វីលីពីនក្នុងការរៀបចំដាក់ឲ្យដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.pa ឲ្យបានរួចរាល់នៅក្នុងឆ្នាំ2025ផងដែរហើយដំណឹងល្អដែលបានលើកមុខមាត់ប្រទេសកម្ពុជានៅក្នុងឆាកអន្តរជាតិនៃវិស័យបច្ចេកវិទ្យានោះគឺថាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រដ្ឋាភិបាល verify.gov.ke ត្រូវបានកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិដែលហៅកាត់ថា UNDP ធនាគារពិភពលោក World Bank មូលនិធិ Co-develop និងសម្ព័ន្ធភាពផលិតផលសាធារណៈ Digital និងយុទ្ធនាការ 50 and 5បានចាត់ទុក verify.gov.ke ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ទី4របស់ពិភពលោកហើយបានលើកទឹកចិត្តឲ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាពនៃការផ្ដល់សេវាសាធារណៈដល់ធុរកិច្ចនិងប្រជាពលរដ្ឋក្នុងនាមជាកូនខ្មែរគឺពិតជាមានមោទនភាពខ្លាំងមែនទែនដែលបច្ចេកវិទ្យារបស់យើងដែល developer កូនខ្មែរយើងផ្ទាល់គឺគាត់អភិវឌ្ឍមកមានការទទួលស្គាល់ឲ្យខ្លាំងបែបនេះអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍ឆ្លាញ់មុខជំនាញផ្នែកបច្ចេកវិទ្យា Digital គឺគាត់អាចចាប់សិក្សាពី technology ផ្សេងៗដែលយើងកំពុងតែជួបប្រទះឥឡូវហ្នឹងដូចជា verify.gov.ke សារិកា form.ke go.gov.ke nomsa.gov.ke ហើយនឹងបច្ចេកវិទ្យាជាច្រើនផ្សេងទៀតជួបគ្នាសម្រាប់បច្ចេកវិទ្យាថ្មីនៅក្នុងវីដេអូក្រោយ